ลูกล้างไคลเป็กลูกอัดบ้านจังอย่างจังนะให้นากรมพลนั่งกรมเอาลูกนั่งเวลาไคลเป็กล้างตรำน้ำไหล80 นังกายซับกรมพลเป็นเพชรจนดันจรานะฮัดไอมันกรมพลล้างดอทนะจัดใบดอลลาร์ขนมบุกเราจังเนียงขยมนั่งเวียเวียนกาโตมนั่งสบายนะสบไงนั่งลูกนั่งជម្រាបសួរបងប្អូនទាំងអស់គ្នាដែលនៅក្នុងវិស័យកសិកម្មថ្ងៃនេះឃើញព័ត៌មានមួយតាក់ទងជាមួយនឹងជ្រូកឡើងថ្លៃពេកអ្នកពិឃាតជ្រូកអ្នកកាប់ជ្រូកណាគេប្រតិកម្មនឹងធ្វើការតវ៉ាទៅកាន់ក្រុមហ៊ុនចិញ្ចឹមជ្រូកនិងចែកចាយជ្រូកទៅកាន់អ្នកពិឃាតទៅកាន់អ្នកលើកជ្រូកសាច់ជ្រូកច្រើនដើម្បីយកទៅលក់បន្តណាឡើងសាច់ជ្រូកឡើងបានបន្តិចបងប្អូនកសិករមួយចំនួនដែលគាត់ចិញ្ចឹមជ្រូកដឹងថាมันមួយចំនួនទេហើយក៏มันភាគច្រើនដែរគឺកសិករដែលចិញ្ចឹមជ្រូកគ្រប់គ្នាកំពុងតែសប្បាយចិត្តកំពុងតែត្រេកអរនឹងការឡើងថ្លៃរបស់ជ្រូករស់ណាហើយប្រហែលជាការឡើងថ្លៃរបស់ជ្រូករស់ហើយសាច់ជ្រូកនៅលើទីផ្សារអត់សូវឡើងថ្លៃហក់ដូចជ្រូករស់តាមមើលទៅណាស្ដាប់ការសម្ភាសពីសារព័ត៌មាន CC Time ឃើញថាមានការប្រតិកម្មច្រើនដែរគេពួកគាត់លើកគ្នាមកតវ៉ាឬក៏ស្នើសុំទៅកាន់ក្រុមហ៊ុនកាប់ជ្រូកមានដូចជាក្រុមហ៊ុនចែកចាយជ្រូកក៏ដូចជាក្រុមហ៊ុនកាប់ជ្រូកជាដើមមិនខុសគ្នាទេមានដូចជា Beta Grow CP ដូចជាមាន Midivec ដែរក៏មិនច្បាស់ដែរប៉ុន្តែខ្ញុំច្បាស់ជា Beta Grow ហើយនិង CP ដែលកាប់ចិញ្ចឹមជ្រូកច្រើនហើយចែកចាយទៅកាន់ទីផ្សារអញ្ចឹងសម្រាប់យោបល់ខ្ញុំក្នុងស្ថានភាពដែលជ្រូកកំពុងតែឡើងថ្លៃនេះជ្រូករស់តម្លៃនៅតាមភូមិមួយចំនួនដូចជា 10500 ហើយកន្លែងភូមិឬក៏ខេត្តខ្លះ 11500 ក្នុង1គីឡូក្រាមសម្រាប់ជ្រូករស់ប៉ុន្តែសម្រាប់បងប្អូនដែលជាអ្នកលក់និងជាអ្នកយកជ្រូកមកពីខាងក្រុមហ៊ុនគាត់តវ៉ាប្រហែលជាថ្លៃឬក៏ពិបាកលក់យ៉ាងម៉េចក៏មិនដឹងដែរប៉ុន្តែបងប្អូនអើយជ្រូកកំពុងឡើងថ្លៃគួរតែត្រេកអរសម្រាប់ប្រជាកសិករដែលគាត់ចិញ្ចឹមជ្រូកប៉ុន្តែបើថ្លៃពេកក៏មិនល្អដែរថ្លៃពេកគឺប៉ះពាល់ទៅដល់អ្នកហូបសាច់ជ្រូកដូចជាអ្នកទិញសាច់ជ្រូកប្រជាជនខ្មែរយើងទាំងអស់ទូទាំងប្រទេសដែលគាត់ហូបសាច់ជ្រូកគឺគាត់ត្រូវទិញសាច់ជ្រូកពីផ្សារអញ្ចឹងនៅពេលដែលជ្រូកឡើងថ្លៃពេកគឺប៉ះពាល់ចំណូលបើយើងទៀបយើងមិនអាចទៅទិញសាច់ជ្រូកហូបបានទេបើសិនជាវាថ្លៃពេកប៉ុន្តែដូចរាល់ថ្ងៃសាច់ជ្រូកនៅតាមផ្សារអត់ទាន់ដល់20000ទេក្នុង19000ក្នុង1គីឡូ18000ក្នុង1គីឡូនៅឡើយទេអត់ទាន់ថ្លៃទេអញ្ចឹងបងប្អូនខ្ញុំគិតថាប៉ុណ្ណឹងវាសមល្មមមិនថ្លៃពេកទេហើយជ្រូក10500ឬក៏11500សម្រាប់ប្រជាកសិករដែលគាត់ចិញ្ចឹមជ្រូកខ្ញុំគិតថាវាសមល្មមនិងបងប្អូនយើងសប្បាយរីករាយក្នុងការទទួលបានផលចំណេញបើសិនជាគាត់ចិញ្ចឹមបច្ចេកទេសត្រឹមត្រូវគឺវាសមល្មមហើយប៉ុណ្ណឹងអាចទទួលបានផលចំណេញហើយក្រុមហ៊ុនធំដែលគេមានបច្ចេកទេសគ្រប់គ្រាន់ហើយគេមានចំណេញដែលផ្សំទៅតាមបច្ចេកទេសទៀតគឺគេរត់តែចំណេញហើយភាគច្រើនបងប្អូននឹងហើយក្រុមហ៊ុនដែលផ្គត់ផ្គង់សាច់ជ្រូកផ្គត់ផ្គង់ជ្រូកនៅក្នុងស្រុកខ្មែរធំគឺអត់មានក្រុមហ៊ុនខ្មែរទេបងប្អូនសិតតែក្រុមហ៊ុនបរទេសមានក្រុមហ៊ុនរបស់អង្គញាមងរទ្ធីមួយដែលជាក្រុមហ៊ុនខ្មែរអញ្ចឹងបងប្អូនគ្រប់គ្រងរបស់ខ្មែរវាត្រូវហើយជាក់ស្ដែងមានការតវ៉ាខ្ញុំក៏ពិបាកនឹងបកស្រាយដែរប៉ុន្តែអាណិតដល់ប្រជាកសិករទៀតហើយពួកគាត់ចិញ្ចឹមបើសិនជាមានចំណាត់ការណាមួយធ្វើឲ្យជ្រូកធ្លាក់ថ្លៃទៅដល់6000 5000 7000ដូចមុនគឺបងប្អូនចិញ្ចឹមពិបាកណាស់បងប្អូនអើយជ្រូកស៊ីច្រើនណាស់ខ្ញុំក៏ធ្លាប់ចិញ្ចឹមជ្រូកដែរប៉ុន្តែខ្ញុំចិញ្ចឹមជាលក្ខណៈគ្រួសារដែរចិញ្ចឹមជ្រូកត្រឹម4-10 20ក្បាលអីទេខ្ញុំចិញ្ចឹមមិនដែលទទួលបានប្រាក់ចំណេញពីការចិញ្ចឹមជ្រូកសាច់ទេឲ្យចំណេញឲ្យកន្ទក់ផាត់ចំណេញកម្លាំងពលកម្មទៅសឹងថាគ្មានបានសល់ចំណេញអីទេព្រោះខ្ញុំចិញ្ចឹមចំពេលវាថោកដែរ1គីឡូ7-8000អញ្ចឹងវាអត់ចំណេញទៅខ្ញុំងាកមកចិញ្ចឹមជ្រូកយកកូនលក់វិញអញ្ចឹងកូនលក់វាពិបាកក្នុងការថែទាំប៉ុន្តែវាអស់ចំណេញតិចអញ្ចឹងខ្ញុំមានយោបល់ប៉ុណ្្នឹងឯងសម្រាប់បងប្អូនមានយោបល់បែបណាខមមិនខាងក្រោមទៅចែកខ្ញុំដឹងផងចែកបងប្អូនដទៃផងតើ
នៅខេត្តផ្សេងៗតម្លៃជ្រូកបងប្អូន1គីឡូប្រហែលដែរជ្រូករស់ហើយជ្រូកសាច់ទិញសាច់មានសាច់3ជាន់មានឆ្អឹងមានសាច់សុទ្ធ1គីឡូប្រហែលអញ្ចឹងអាចបងប្អូនចែករំលែក comment ឲ្យបងប្អូនយើងផ្សេងដឹងក៏ដូចជាខ្ញុំដឹងផងហើយអរគុណច្រើនវីដេអូនេះមានតែប៉ុណ្្នឹងជម្រាបលាជួបគ្នានៅព័ត៌មានក៏ដូចជាចំណេះដឹងផ្នែកកសិកម្មនៅវីដេអូក្រោយទៀតអរគុណច្រើននៅក្នុងភ្នំពេញយើងសប្តាហ៍ថ្ងៃនេះបើយើងគិតពីចំនួនជ្រូករស់ដែលកាប់យកមកលក់នៅលើទីផ្សារនេះខ្ទង់ប្រហែលជា5ទៅ6,000ក្បាលឯក្នុងមួយថ្ងៃអញ្ចឹងវាជាចំនួនមួយគួរសមដែរចង់និយាយថាបើសិនជាគាត់លក់កេងប្រវ័ញ្ចលើតម្លៃដូចខ្ញុំនិយាយមិញថាតម្លៃគាត់គួរតែលក់ជ្រូករស់នេះចំណេញ$40ក្នុងមួយក្បាលបើគាត់ចំណេញរហូតដល់$100វាស្មើនឹងមួយថ្ងៃហ្នឹងគាត់កេងប្រវ័ញ្ចពីអាជីវករពីអ្នកបរិភោគហ្នឹង$60,000ក្នុងមួយថ្ងៃសម្រាប់ជូនថ្ងៃនេះខាងសមាគមគុតគង់ជ្រូកកម្ពុជារបស់យើងហ្នឹងបានទទួលនៅសំណុំពរពីសមាជិកសមាគមក៏ដូចជាពីអាជីវករសត្វឃាតអាជីវករលក់សាច់ជ្រូកតាមទីផ្សារសូមឲ្យសមាគមហ្នឹងបើកការប្រជុំមួយដើម្បីធ្វើសំណុំពរសូមទៅខាងយុវដ្ឋានសូមទៅខាងក្រសួងកសិកម្មព្រោះបច្ចុប្បន្ននេះគាត់មានវិបត្តិគាត់មានកង្វល់ពីបញ្ហាជ្រូកចេះតែបន្តឡើងថ្លៃជារៀងរហូតហើយក្រុមហ៊ុនចិញ្ចឹមជ្រូកហ្នឹងក៏គាត់ចេះតែនាំគ្នាវាយលុកលើទីផ្សារដណ្ដើមម៉ួយរបស់គាត់ដែលបច្ចុប្បន្នហ្នឹងគាត់ក៏ជាអតិថិជនរបស់ក្រុមហ៊ុនចិញ្ចឹមជ្រូកហ្នឹងដែរអញ្ចឹងដល់គាត់ដណ្ដើមម៉ួយពីហៅថាអាជីវករតូចតាចតាមផ្សារតាមសត្វឃាតគាត់ត្រូវបាត់នៅអាជីពប្រចាំថ្ងៃរបស់គាត់ចង់និយាយថាសហការគ្នាលក់ហ្មងគាត់ឡើងថ្លៃទីហោថាឡើងថ្លៃថ្ងៃហ្នឹង5សេនស្មើនឹង200គឺគ្រប់ក្រុមហ៊ុនទាំងអស់គាត់ឡើងថ្លៃដូចគ្នាហើយបើថាគាត់ចុះថ្លៃគឺគាត់ចុះថ្លៃដូចគ្នាក៏ប៉ុន្តែអាចុះហ្នឹងវាតិចអាឡើងហ្នឹងវាច្រើនហើយឥឡូវគឺគាត់រហូតមកដល់ថ្ងៃហ្នឹងគាត់ឡើងថ្លៃបើយើងគិតទៅវាស្មើនឹង2,500លុយខ្មែរហើយព្រោះពីមុនទូទៅគាត់លក់តម្លៃ9,000តែឥឡូវវាឡើង11,500តែបើខ្ញុំវិភាគក្នុងការចំណេញសម្រាប់ជ្រូកចិញ្ចឹមខ្ញុំក៏ធ្លាប់ចិញ្ចឹមជ្រូកដែរព្រោះខ្ញុំមិនមែនថាជាអ្នកវិធានទេខ្ញុំក៏ធ្លាប់ចិញ្ចឹមជ្រូកដែរលក្ខណៈជ្រូករស់ហ្នឹងគឺផលចំណេញគឺមិនលើសពី6-10ម៉ឺនរៀលលុយខ្មែរទេស្មើនឹង$40ក្នុងជ្រូកមួយក្បាល100គីឡូចង់និយាយថាថ្លៃដើមផលិតដូចខ្ញុំលើកឡើងថាថ្លៃដើមផលិតរង្វង់7,000ទៅ7,500រៀលអញ្ចឹងលក់ចេញគឺមិនលើសពី9,000ឬក៏9,500រៀលទេអញ្ចឹងយើងអាចចំណេញក្នុងជ្រូកមួយក្បាលហ្នឹង6-10ម៉ឺនហើយស្មើនឹង$40ហើយតែបើគាត់លក់របៀបដូចរាល់ថ្ងៃនេះវាតម្លៃហ្នឹងវា11,500វាស្មើនឹងចំណេញ$100ទៅហើយក្នុងជ្រូកមួយក្បាល$40,000រៀលអញ្ចឹងការចំណេញនេះបើយើងគិតទៅវាមិនមែនជាលក្ខណៈចំណេញតាមពលកម្មឬក៏ចំណេញសមស្របទៅតាមដើមទុនទេអានេះវាជាប្រាក់ចំណេញហៅថាលក្ខណៈចំណេញតាមឱកាសចំណេញតាមការកេងប្រវ័ញ្ចហើយលក់អត់មានទីផ្សារសេរីទេលក់សប្តាហ៍ថ្ងៃនេះហើយជ្រូកហ្នឹងវាឡើងថ្លៃខ្លាំងពេកអ្នកដេញថាអ្នកស៊ីហ្នឹងមិនឲ្យឡើងទេហើយជ្រូកឡើងថ្លៃពេកលក់អត់បានចង់និយាយចឹងណាហើយស្នើក្រុមហ៊ុនហ្នឹងកុំឲ្យជ្រូកហ្នឹងវាឡើងថ្លៃពេកឡើងត្រឹមតម្លៃ85និង90ក្រុមហ៊ុនមានភាគចំណេញច្រើនណាស់ហេតុអីបានក្រុមហ៊ុនឡើងដល់ថ្នាក់$73ក្នុង1គីឡូអញ្ចឹងនាងខ្ញុំហ្នឹងវាមានការតូមមិញសម្បើមណាស់សប្តាហ៍ថ្ងៃហ្នឹងរឿងអាជ្រូកហ្នឹងអញ្ចឹងសូមឲ្យរដ្ឋាភិបាលជួយដោះស្រាយរឿងអាជីវករអ្នកលក់ហ្នឹងអ្នកកាប់ហ្នឹងក្នុង25ខេត្តក្រុងហ្នឹងជួយដោះស្រាយផងបើមិនជួយដោះស្រាយទេគឺគ្នាខ្ញុំស្លាប់ជាមិនខានហ្មងស្លាប់ទាំងអស់គ្នាហ្មងឡើងហ្នឹងតាំងពីនិយាយចាំមើលដូចតាំងពីមុនចូលឆ្នាំចិនឡើងរហូតមកទល់ឥឡូវនៅតែបន្តឡើងអញ្ចឹងខ្ញុំសូមសំណូមពរទៅក្រសួងឲ្យគាត់ជួយអញ្ចឹងណាជួយមើលមកថាសប្តាហ៍ថ្ងៃហ្នឹងដូចជាក្រុមហ៊ុនចិញ្ចឹមជ្រូកហ្នឹងគាត់សហការគ្នាឡើងថ្លៃ
នឹងបើអាចជួយប្រជាជននេះជួយទប់ស្កាត់ការនាំចេញទៅគោជ្រូកហ្នឹងវារៀងហ្នឹងឬមួយក៏វាចុះជាងហ្នឹងតិចដែរ ព្រោះទីផ្សារនៅក្នុងភ្នំពេញយើងសប្តាហ៍ថ្ងៃនេះបើយើងគិតពីចំនួនជ្រូករស់ដែលកាប់យកមកលក់នៅលើទីផ្សារនេះខ្ទង់ប្រហែលជា5ទៅ6,000ក្បាលឯក្នុងមួយថ្ងៃអញ្ចឹងវាជាចំនួនមួយគួរសមដែរចង់និយាយថាបើសិនជាគាត់លក់កេងប្រវ័ញ្ចលើតម្លៃដូចខ្ញុំនិយាយមិញថាតម្លៃគាត់គួរតែលក់ជ្រូករស់នេះចំណេញ$40ក្នុងមួយក្បាលបើគាត់ចំណេញរហូតដល់$100វាស្មើនឹងមួយថ្ងៃហ្នឹងគាត់កេងប្រវ័ញ្ចពីអាជីវករពីអ្នកបរិភោគហ្នឹង$60,000ក្នុងមួយថ្ងៃសម្រាប់ជ្រូក60ក្បាលបើយើងគិតថាថ្លៃដើមផលិតផលដើមរបស់យើងពោតសដែកកស្រូវហ្នឹងគឺគ្មានដូចប្រែប្រួលប្រមាណដែរតែបើសិនជាមានការប្រែប្រួលការឡើងថ្លៃដោយលក្ខណៈទីផ្សារសេរីគាត់លក់ចេញក៏អត់បញ្ហាដែរយើងអាចទទួលយកបានក៏ប៉ុន្តែយើងចង់លុបបំបត្តិអាការសហការគ្នាលក់នឹងហ្មងតែម្ដងហើយខ្ញុំចង់សនុំពោមួយទៀតដូចបញ្ហាគាត់ចុះទៅដណ្ដើមទីផ្សារពីអាជីវករសត្វឃាតពីអាជីវករលក់សាច់នៅតាមផ្សារអញ្ចឹងរាល់ថ្ងៃនេះគឺគាត់ចាប់ផ្ដើមវាយលុកចូលទីផ្សារហើយអ្នកដែលក្រុមហ៊ុនវាយលុកគឺជាក្រុមហ៊ុនបរទេសទៀតដូចក្រុមហ៊ុនពេតាក្រូហ្នឹងគឺជាក្រុមហ៊ុនថៃនិងក្រុមហ៊ុន CP ហ្នឹងក៏ជាក្រុមហ៊ុនថៃដែរហើយគាត់ក៏ជាតកែរបស់អាជីវករខ្ញុំនឹងដែរអាជីវករហ្នឹងគឺជាអតិថិជនរបស់គាត់ទទួលទិញជ្រូកគាត់យកមកកាប់លក់យកមកលក់លើតូបរាល់ថ្ងៃបែរជាគាត់ហ្នឹងគាត់យកផលិតផលរបស់គាត់ហ្នឹងយកមកកាប់លក់ដេញថ្លៃជាមួយយើងដែលជាអតិថិជនរបស់គាត់ហ្នឹងនៅក្នុងទីផ្សារទៅទៀតដល់អញ្ចឹងបានន័យថាគាត់ចង់ផ្ដាច់អាជីពរបស់អាជីវករយើងពីសមាជិកសមាគមយើងទាំងស្រុងហ្មងអត់ឲ្យយើងរកស៊ីកើត